ម៉ារីអង្គុយលើខ្នងកូនដំរីត្រៀមសម្ដែងពេលអើមើលនាងក៏ឃើញថាមានអ្វីមិនប្រក្រតីនាងក្រឡេកមើលសិទ្ធិភ្លាមក៏យកគ្រប់យ៉ាងតាមពិតខ្ញុំនិងកូនដំរីគ្រាន់តែជាឧបករណ៍រកលុយប៉ុណ្ណោះពួកគេមិនខ្វល់ពីជីវិតរស់ស្លាប់របស់ពួកគេទេតែពេលនេះកាន់តែលំបាកដល់ខ្លួនទៅហើយតែបន្តសម្ដែងទោះបីជាត្រូវបង្ខំចិត្តយ៉ាងណាក៏ដោយពេលដែលគាត់ត្រៀមខ្លួនប្រឹងឲ្យអស់ពីលទ្ធភាពរឿងដែលមិននឹកស្មានដល់ក៏កាត់ឡើងទៀតម្សៅដែលជ្រុះពីដៃម៉ារីធ្វើឲ្យកូនដំរីមកខ្លាំងណាស់វាមិនអាចទប់ខ្លួនហើយបានកណ្ដាស់មួយធំរោមសត្វដ៏សំខាន់ត្រូវខ្យល់បក់ទៅបាត់កូនដំរីប្រញាប់ប្រញ័រទៅចាប់យកវាតែបែរជាធ្វើឲ្យម៉ារីធ្លាក់ចុះទៅវិញនាងរត់ទៅចាប់កន្សែងក្បាលរបស់កូនដំរីទស្សនិកជនមានការភ័យខ្លាចយ៉ាងខ្លាំងផ្សាយចិត្តខ្មៅចង់តាក់ទាញចំណាប់អារម្មណ៍បែរជាដកសំណាញ់សុវត្ថិភាពចេញទៅទៀតតារាស្រីស្រែកផ្អើលយ៉ាងភ័យខ្លាចមួយប៉ព្រិចកន្សែងធ្លាក់ហើយគេក៏ធ្លាក់មកឪពុកក៏បោះខ្សែពូមកទាន់ពេលជួយឲ្យគេបានសម្រួលលបឿនបន្តិចពេលនោះឪពុកក៏រត់ទៅការពារតារាស្រីចំណែកកូនដំរីវិញក៏ប្រឈមគ្រោះថ្នាក់ខ្លួនបានស្ទើរតែពាក់កណ្ដាលបានរត់ធ្លាក់ពីរៀនហាវាចង់ឡើងវិញតែឡើងមិនរួចទេសំឡេងភ័យខ្លាចបានលាន់នៅពេញសាលសម្ដែងវាដល់តំបន់កោះហរៈក្នុងសួនកំសាន្តដំរីដែលនៅខាងក្នុងក៏ចាប់ផ្ដើមតក់ស្លុតភ្លាមវាបន្លឺសូរសំឡេងញឹមឥតឈប់ឈរកូនដំរីដែលកំពុងតែប្រឹងរឹមហាក់ដូចជាលឺសំឡេងម្ដាយភាពភ្ញាក់ផ្អើលនេះធ្វើឲ្យវាធ្លាក់ពីរៀនហាចុះមកពេលមនុស្សគ្រប់គ្នាកំពុងបារម្ភយ៉ាងខ្លាំងកូនដំរីក៏ហោះឡើងដោយអត់ភូតហេតុពេលនោះទស្សនិកជនភ្ញាក់ផ្អើលគ្រប់គ្នាសំឡេងទះដៃក៏លាន់រំពងពេញសាលសម្ដែងនេះដោយសារតែកូនដំរីហោះបានជោគជ័យធ្វើឲ្យចិត្តដែលបារម្ភរបស់គ្រប់គ្នាក៏ស្រាក់ស្រានតែតាមពិតកូនដំរីមិនមែនកំពុងសម្ដែងទេគឺកំពុងស្វែងរកផ្លូវចេញតែប៉ុណ្ណោះព្រោះវាចង់ទៅរកម្ដាយរបស់វាក្រោមក្រសែភ្នែកភ្ញាក់ផ្អើលរបស់មហាជនកូនដំរីក៏ហោះចេញពីសាលសម្ដែងនៅខាងក្រៅវាខំស្ដាប់រកសំឡេងម្ដាយរបស់វាលើកនេះវាមិនប្រើរោមសត្វដើម្បីហោះទេតែវាបានបង្ហាញទេពកោសល្យពីធម្មជាតិរបស់វាលើកនេះគេបានខ្លាចជាអ្នកហោះហើរពិតប្រាកដហើយគេហោះឡើងលើសួនកំសាន្តធ្វើឲ្យគូស្នេហ៍កំពុងថាប់គ្នាភ្ញាក់ផ្អើលរួចហោះទៅកាន់កោះហរៈនៅក្នុងឧទ្យានគេដឹងថាម៉ាក់គេនៅទីនេះដោយរំភើបក៏ប្រញាប់ដើររកម្ដាយទីបំផុតគេក៏ឃើញម្ដាយនៅខាងក្នុងបង្អស់ទោះបែកគ្នាយូរយ៉ាងណាទោះម្ដាយប្រែរូបរាងបែបណាដំរីតូចតែងស្គាល់សំឡេងម្ដាយជានិច្ចធំក្លិនម្ដាយនឹងឃើញរូបរាងម្ដាយនិងកូនប្រើប្រមោយរៀបរាប់ពីអារម្មណ៍ដំរីតូចប្រាថ្នាចង់នៅក្បែរម្ដាយណាស់តែធម្មជាតិរបស់ពួកមូលធននិយមគឺការកេងប្រវ័ញ្ចពួកគេចាប់យកដំរីតូចទៅបំបែកម្ដាយនិងកូនឲ្យឃ្លាតម្ដងទៀតដំរីម្ដាយដែលត្រូវឃុំបញ្ចេញសូរយំសោកសៅធ្វើឲ្យដំរីតូចមិនអាចសម្ដែងបានម្ចាស់សួនកំសាន្តក៏សម្រេចចិត្តសម្លាប់ដំរីម្ដាយរឿងនេះធ្វើឲ្យមនុស្សខឹងសម្បារគ្រប់គ្នាពួកគេក៏សម្រេចចិត្តជួយសង្គ្រោះដំរីម្ដាយដើម្បីឲ្យដំរីតូចនិងម្ដាយជួបជុំគ្នាវិញដំរីតូចហាក់ដូចជាយល់ពីអ្វីដែលគេនិយាយដំរីតូចនេះក៏បានរឹងមាំចិត្តឡើងវិញបំណងប្រាថ្នាធំជាងគេរបស់គាត់